នាងខ្ញុំឈ្មោះអិនសវណ្ណារាបច្ចុប្បន្ននេះខ្ញុំកំពុងបំពេញការងារនៅក្រុមហ៊ុន Prima ទូនីតិជាគ្រូបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសសម្អាតដល់បុគ្គលិកយើងថ្ងៃមួយហ្នឹងក៏ខ្ញុំកំពុងនៅផ្ទះទេលក់ដូរកាពិកប៉ុកនៅផ្ទះហ្នឹងក៏បានប្អូនចដូនមួយក៏ប្រាប់ថាបងឯងចង់ធ្វើការអត់គេរើសបុគ្គលិកចឹងបច្ចុប្បន្នខ្ញុំលក់ដូរអត់ដាច់ទេអត់បានចំណូលទេមួយណាទៀតគ្រួសារគាត់រត់ម៉ូតូដប់លុយកាក់ដែលគាត់រកបានប្រចាំថ្ងៃហ្នឹងយើងចាយត្បិតត្បៀតបំផុតយ៉ាងណាក៏ដោយក៏ថាវាអត់អាចគ្រប់គ្រាន់អញ្ចឹងណាកូនឈឺកូនអីទៀតគឺពិបាកនៅពេលដែលខ្ញុំបានចូលធ្វើការហ្នឹងក៏ខ្ញុំទទួលនៅការលំបាកច្រើនដោយសារពេលនោះខ្ញុំអត់ទាន់មានផ្ទះនៅទេក៏យកកូនទៅផ្ញើម្ដាយនៅស្រុកពេលល្ងាចឡើងគឺចេញពីធ្វើការហ្នឹងខ្ញុំទៅព្រលឹមឡើងហ្នឹងក៏សូត្រមកវិញចូលដំបូងហ្នឹងសម្អាតក្នុងមួយថ្ងៃ10កតុបអញ្ចឹងក្រោយមកទៀតហ្នឹងពី10កតុបអញ្ចឹងទៅដល់ពេលឡើង12កតុបហ្នឹងពេលហ្នឹងយើងគិតថាតាំងតែខ្សែជើងហើយនៅបងប្រៀបធៀបការដែលយើងឡើងចំណោតកម្លាំងយើងក៏កាន់តែថមថយអញ្ចឹងណាចាប៉ុន្តែសម្រាប់បងអត់បញ្ហាព្រោះតាំងចិត្តហើយជីវិតបងគឺត្រូវតែតស៊ូអត់ធ្មត់ខំប្រឹងទៀតអញ្ចឹងរយៈកាលក្រោយមកទៀតគេឡើង13កតុបហើយពេលហ្នឹងបុគ្គលិកយើងមួយចំនួនខ្លះក៏គាត់ដាក់ពាក្យលាឈប់ចាគាត់សួរអត់រួចមូលហេតុដែលបងស៊ូនេះបងតែនៅគិតថាជីវិតបងរំពឹងលើខ្លួនបងអត់មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេថ្ងៃហ្នឹងបងក៏មានអារម្មណ៍មួយថាវាតានតឹងប៉ុន្តែសម្រាប់បងនៅតែគិតថាមិនអីខ្ញុំអាចធ្វើបានចាអញ្ចឹងទៅដល់ពេលមកផ្ទះវិញព្រលឹមឡើងហ្នឹងខ្ញុំបងគេលក់ទេបងគេលក់ទេចាបងក្តៅពីព្រឹកមុនប្តីមុនកូនបងគេលក់បងគិតបងមើលទៅពួកគាត់ឃើញពួកគាត់កំពុងតែគេងហើយបងគិតថាបើសិនជាបងមិនតស៊ូតើកូនបងបានលេងហូបគឺព្រះរួងខ្ពងថ្លាថ្លៃពេលនោះបងមានកំណត់មើលថាបងនឹងទិញកតុយលំមកមួយឲ្យគាត់ចឹងទៅក៏បងសំលុយបានមួយចំនួនខ្លះមកហើយបងខ្ចីមិត្តភ័ក្តិដែលធ្វើការមួយគ្នាខ្លះទៅក៏ទិញកតុយលំមកឲ្យគាត់មួយទៅដើម្បីគាត់ដឹកអីវ៉ាន់ទៅទល់មកដល់សប្តាហ៍ថ្ងៃហ្នឹងចឹងហើយដោយ manager គាត់មើលឃើញពីគុណសម្បត្តិការតស៊ូរបស់បងហ្នឹងក៏ប្រម៉ូទបងទៅជាប្រធានផ្នែករៀបចំបន្ទប់ចូលដើមចិត្តដល់2020ហ្នឹងក៏យើងមានវិបត្តិ COVID កើតឡើងថាគេគាត់បិទដំណើរការទៅដោយសារអត់មានភ្ញៀវហើយចឹងទៅមិត្តភ័ក្តិដែលធ្លាប់ធ្វើការជាមួយគ្នាហ្នឹងគាត់ក៏ហៅខ្ញុំទៅសន្តាគារមួយដែលជាសន្តាគារបច្ចុប្បន្នខ្ញុំបានធ្វើនៅនឹងមួយរយៈទៅដល់ក្រោយមកមិត្តរួមការងារហ្នឹងគាត់ថាបងទៅធ្វើការនៅក្រុមហ៊ុន Prima អត់ព្រោះក្រុមហ៊ុន Prima គេត្រូវការគ្រូបង្រៀនបុគ្គលិកមកចូលធ្វើការអីហ្នឹងហ្នឹងហើយមានអីបងឆ្លាញ់តាព្រោះពាក្យថាបង្រៀនគឺចូលពាក្យរៀនហ្នឹងហើយអញ្ចឹងទៅក៏បងអណាបានបងមកដាក់ពាក្យទៅក៏បានជាប់ធ្វើការជាមួយក្រុមហ៊ុន Prima មកដល់បច្ចុប្បន្នហ្នឹងមកក្រោយពីខ្ញុំបានមកបម្រើការងារនៅខាងក្រុមហ៊ុន Prima មកគឺខ្ញុំសប្បាយរីករាយណាស់ Prima ដល់ឱកាសការងារឲ្យខ្ញុំយ៉ាងល្អសមរម្យហើយក៏ខ្ញុំតែងតែបដិញ្ញាចិត្តដែរថាពីពេលនោះទៅគឺខ្ញុំខំប្រឹងប្រែងធ្វើការនៅ Prima ឲ្យកាន់តែខ្លាំងកម្រិតជីវភាពរបស់ខ្ញុំគឺធូរច្រើនជាងមុនរហូតដល់ពេលហ្នឹងហើយបានជាខ្ញុំមានលទ្ធភាពបច្ចុប្បន្នក៏ខ្ញុំមានផ្ទះថ្មីមួយទៀតចាបន្ទាប់ពីដែលខ្ញុំបានចូលធ្វើការ Prima ហ្នឹងចឹងហើយនេះជាមោទនភាពមួយចាដែលឆ្លុះបញ្ចាំងឲ្យឃើញថាភាពតស៊ូរបស់ខ្ញុំគឺខ្ញុំទទួលបានជោគជ័យច្រើនយ៉ាងនេះសូមផ្ដាំទៅដល់ប្អូនក្មួយអ៊ំដែលជា janitor ការងារអ្វីក៏ដោយយើងត្រូវតែប្រឹងតស៊ូព្រោះអ្វីគ្រប់យ៉ាងវាមិនអាចបានមកដោយងាយដោយស្រួលទេតាំងខ្ញុំមកកាន់ទីនេះគឺ Prima ផ្ដល់ឱកាសការងារច្រើនណាស់ដល់បុគ្គលិកគ្រប់ស្រទាប់ទាំងអស់ហើយក៏ខ្ញុំមានតែលើកដៃ10សូមជូនពរឲ្យក្រុមហ៊ុន Prima សូមឲ្យរីកលូតលាស់ណាសូមឲ្យរីកដូចផ្សិតកាន់តែបោះជំហានទៅមុខហើយមួយទៀតនោះក៏សូមអរគុណដល់បុគ្គលិក Prima ទាំងអស់ទៀតនោះក៏ខ្ញុំសូមអរគុណដល់លោកអគ្គនាយកក្រុមហ៊ុន Prima ដែរដែលលោកតែងតែមានចក្ខុវិស័យជួយគូសវាសតម្រង់ដល់បុគ្គលិកយើងគ្រប់គ្នាធ្វើម៉េចឲ្យក្រុមហ៊ុនមានការរីកចម្រើនអញ្ចឹងខ្ញុំមានតែសូមអរគុណដល់លោកនិងក្រុមគ្រួសារសូមជូនពរ
ឲ្យលោកនិងក្រុមគ្រួសារទៅដល់ទីណាឲ្យលោកជួបតែសេចក្តីសុខសេចក្តីចម្រើននិងសុខភាពល្អហើយសូមឲ្យលោកទទួលបានឈ្នះគ្រប់ភារកិច្ចទាំងអស់ដែលលោកទទួលសូមអរគុណ